vì vì xong hạt xong phò chỉ mùi khía thì hào thà năng ná cột nừng chỉ chắc mặt trời vậy đó bà năng ná cột nừng Elon Musk có chỉ một nút đã vô thì chất luôn ấy chú cái an thì mà hà sẽ thấy bị phục lốp lùi cái dồn óc có phần thế còn một mươi nghĩa mà nô còn mưa nghĩa mà nô mình tha để ai miên pana thì tôi tai nó có thể ai vừa ói lũ ai nó bị bà đại bia mình ai giả rồi lia Elon Musk tê còn mình thấy này ai có đi kinh tích đây thà anh mình cua ta vậy là anh phư nữa ta vậy là kỳ phư lư anh nữa mà lừa luôn nữa vì mò bị ấy hai bị môn bọt nào hay là bọt nào hai nữa bị môn là từ tua tầm này bị Donald Trump hai một cõi từ tua lần này Donald Trump này việc khóc niaอย่าง mấy สำหรับ ลูก Elon Musk สำหรับ Tesla กดត្រូវយកជើងកងថ្ញាស់គិតថាតើគាត់ធ្វើទង្វើដែលគាត់ធ្វើស្ថានភាពដែលមុនបោះឆ្នោតនិងក្រោយបោះឆ្នោតមុន Donald Trump ជាប់ក្រោយ Donald Trump ជាប់វាខុសគ្នាយ៉ាងម៉េចខ្លួនគាត់មើលខ្លួនគាត់ Elon Musk នោះកំខឹងអ្នកដែលគេទៅដុតឡានអ្នកដែលគេទៅវាយអូខេវាអត់ត្រូវទេទៅបំផ្លាញរបស់គេរបៀបហ្នឹងក៏ប៉ុន្តែវាមកពីទង្វើរបស់ Elon Musk ដែរអញ្ចឹងបាទខ្ញុំបាននិយាយថាមុននឹងគាត់បានទទួលតំណែងពី Donald Trump នឹងក្រោយក៏ទទួលតំណែង Donald Trump វាខុសគ្នាយ៉ាងម៉េចមានគេអត់ការងារធ្វើដូចសពថ្ងៃនេះទេប្រពន្ធកូនគេមានទឹកភ្នែកទេប្រពន្ធកូនមន្ត្រីរាជការអាមេរិកនោះដោយសារលោកទៅដកគេបិទគេអីគេនោះអញ្ចឹងវាប៉ះពាល់បងប្អូនគេក្តៅក្រហាយគេឃើញ Tesla រត់ឬក៏ចោតនេះគេទាត់ពីបីជើងអញ្ចឹងទៅអាអ្នកម្ចាស់ Tesla ហ្នឹងនឹកឃើញអត់សុបាយចិត្តអៀនខ្លួនឯងលក់ចោលទៅយើងក៏និយាយពួកដុតពួកបំផ្លាញអានេះវាដូចថារំលោភខុសធ្វើរំលោភច្បាប់ណាបាទវាគេឌៀមដាមឲ្យអីឲ្យយើងទៅឲ្យជួនកាលម្ចាស់ Tesla ខ្លួនឯងនឹងដឹងខ្លួនមើលឃើញទង្វើរបស់ Elon Musk ធ្វើហ្នឹងវាអត់ត្រូវគេអត់សុបាយចិត្តគេលក់ចោលអ្នកដែលឃើញទង្វើរបស់ Elon Musk ចង់ទិញ Tesla ឈប់ទិញឥឡូវហ្នឹងទីផ្សាររបស់ Tesla ធ្លាក់ដាំក្បាលអត់ងើបរួចទេទោះបីតែត្រាំប្រកាសមិនដែលធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ប្រធានាធិបតីរបស់អាមេរិកមិនដែលមានទេដែលយកឡានឯកជនយកទៅដាក់នៅក្នុងលបងនៅក្នុងសួនច្បារសេតវិមានរដ្ឋាភិបាលអាមេរិករួចហើយប្រធានាធិបតីមកដើរធ្វើ salesman ធ្វើជាអ្នកលក់ឡានឲ្យវាមិនដែលមានហើយវាក៏មិនត្រូវធ្វើរបៀបនឹងទៀតសម្រាប់ Donald Trump នឹងទោះបីជា Elon Musk នឹងយ៉ាងម៉េចពីព្រោះគាត់អាងពាក្យថា Elon Musk ស្រឡាញ់ជាតិហើយសួរគេអ្នកដទៃទៀតដែលជាក្រុមហ៊ុនឡានដូចគ្នាដែរគេអត់ស្រឡាញ់ជាតិទេគេអត់បង់ពន្ធឲ្យជាតិទេអីទោះបីស្រឡាញ់ច្រើនស្រឡាញ់តិចក៏ប៉ុន្តែយើងក្នុងនាមជាអ្នកដឹកនាំយើងត្រូវឲ្យវាមានគេហៅថាតម្លាភាពជាមួយនឹងប្រជាជនទូទៅអ្នករស់ស៊ីទូទៅមិនទៅលើកអានេះដាក់អានោះលើកអានោះដាក់នេះឆ្លោះគ្នាងាប់ឥឡូវកំពុងវល់វែកហើយរបៀបធ្វើរបស់ Donald Trump នេះកំពុងតែធ្វើឲ្យវាមានបញ្ហាចំណោទនៅក្នុងប្រទេសនិងលើពិភពលោកតែប្រទេសខ្លះគេដឹងដោយកាណាដាអញ្ចឹងឬឲ្យចេញខ្ទេចយកដកអីវ៉ាន់នៅក្នុងហាងទំនើបហ្នឹងហាងធំហ្នឹងដកទំនិញរបស់នេះក៏វត្តចោលមកអត់លក់ឬហេតុដាក់ទំនិញកាណាដានៅប្រទេសផ្សេងយកមកដាក់លក់វិញ
អត់ដាក់របស់អាមេរិកលក់ទំនិញអាមេរិកលក់តាំងពីស្រាតាំងពីទឹកក្រូចតាំងពីទឹកដោះគោតាំងពីស្អីទាំងអស់អត់លក់មកឲ្យតែរបស់អាមេរិកមិនដាក់លក់មកសួរថាកាណាដាខាតទេវាខាតតិចតួចមែនក៏តែវាចំណេញនយោបាយបំបាក់មុខហើយមើលប្រវត្តិសាស្ត្ររាប់សឹងសតវត្សរវាងអាមេរិកនិងកាណាដានឹងដូចប្តីប្រពន្ធដូចប្តីដូចប្រពន្ធអញ្ចឹងហើយដល់ដូណាល់ត្រាំមកដែលគេនិយាយទៅនៅកាណាដាប្រជាជនកាណាដានិយាយទៅខ្មែរដែលគេសញ្ជាតិកាណាដាថាអាត្រាំឈួតសំទោសអានេះខ្ញុំនិយាយតាមគេណាពួកគាត់នៅចិត្តព្រំដែនកាណាដាអាមេរិកហ្នឹងគាត់និយាយអញ្ចឹងគាត់ថាត្រាំឈួតគាត់រឿងអីខ្លួនជាប្រធានាធិបតីប្រទេសមួយប្រទេសអាមេរិកមានអធិបតេយ្យភាពរបស់ខ្លួនកាណាដាអត់មានទៅប៉ះពាល់អីទេឯកាណាដាក៏មានអធិបតេយ្យភាពរបស់ខ្លួនរាប់អានដូចបងដូចប្អូនជាមួយគ្នាហើយហេតុដូចម្ដេចបានជាកាណាដាទៅធ្វើអីអូខេវាមានការលក់ដូរវាទីផ្សារសេរីនេះអញ្ចឹងឯងអានោះក៏ចង់ចំណេញច្រើនទៅក៏បូកតិចទៅអានេះចំណេញតិចអ្នកឯងគិតថាចំណេញតិចអាចលក់បានច្រើនអានេះវាជាបច្ចេកទេសនៃការលក់ដូរហើយក៏ការដាក់ពន្ធដាក់ដារវាងប្រទេសនិងប្រទេសហ្នឹងវាមានការប្រជុំគ្នាការជជែកគ្នាភាគីទាំងពីរមកពិភាក្សាគ្នាមិនមែនអានេះឯកតោភាគីចង្អុលថ្ងៃនេះឡើងប៉ុណ្ណេះថ្ងៃនោះឡើងប៉ុណ្ណោះតាមបណ្ដាញសង្គមតាម WeChat តាម X អីបណ្ដាញសង្គមរបស់គេនឹងទៅតាមអនឡាញត្រាំក៏ធ្វើការអញ្ចឹងហើយវាប៉ះពាល់ទៅដល់អធិបតេយ្យភាពរបស់ប្រទេសគេទៀតចង់យកកាណាដាហ្នឹងជារដ្ឋទី51ធ្ងន់ណាស់ណាប្រិយមិត្តណានេះឧទាហរណ៍ប្រទេសណាមួយសុកទៅថានេះតិចទៀតខ្ញុំយកប្រទេសហ្នឹងធ្វើជាខេត្តទីប្រមាណរបស់ខ្ញុំហ្នឹងតិចទៀតខ្ញុំភ្ជាប់ប្រទេសហ្នឹងឲ្យមកនៅជាប្រទេសនៅជាមួយខ្ញុំហើយអីហើយអានឹងអត់បានទេទៅជារបៀបហ្នឹងហើយអត់ដឹងអីចឹងនឹងហើយដែលគេនិយាយថាដូណាល់ត្រាំអត់ដូចណាហើយអត់ណាដូចទៀតនេះគឺជាបញ្ហាដែលកំពុងតែលើកឡើងឥឡូវនេះអឺរ៉ុបព្យាយាមណាស់ព្រោះឥឡូវនេះវាពាក់ព័ន្ធទាំងអស់ហើយណាទៀតណាពាក់ព័ន្ធទាំងអស់រុស្ស៊ីកំពុងតែរើពោះប្រឹងលេបកង្កែបប្រឹងរើគ្រប់មធ្យោបាយទាំងអស់ដើម្បីលេបកង្កែបនឹងឲ្យបានកង្កែបក៏គ្រប់មធ្យោបាយទាំងអស់ប្រឹងធ្វើយ៉ាងម៉េចរើចេញពីមាត់ពោះនឹងឲ្យបានឥឡូវពោះប្រឹងលេបកង្កែបប្រឹងរើអញ្ចឹងវាពាក់ព័ន្ធគ្នាអស់រុស្ស៊ីធ្វើអីក៏ដើម្បីនឹងបង្អាក់ដំណើរដើម្បីយកចំណេញសម្រាប់គេដើម្បីចំណេញគេគឺគេបង្អាក់ដំណើរមិនឲ្យអឺរ៉ុបនឹងដើរទៅមុខបានគេប្រើគ្រប់មធ្យោបាយអឺរ៉ុបអាងអីទណ្ឌកម្មដាក់ទណ្ឌកម្មរុស្ស៊ីនឹងទទួលទណ្ឌកម្មឡើងខ្ទេចខ្ទីអស់ហើយដូច្នេះម្នាក់ដូចពោះប្រឹងលេបកង្កែបប្រឹងរើអញ្ចឹងឯងប្រិមិត្តធ្លាប់ឃើញពោះលេបកង្កែបទេនងហើយទៀតរបៀបហ្នឹងដល់មានមនុស្សទៅជួយទៅវាយទៅអាពោះហ្នឹងវាភ័យទៅវាលេងបាត់កង្កែបហ្នឹងលោតចេញផ្លោតឥឡូវគេកំពុងគិតនេះជួយនេះមានដូណាល់ត្រាំនេះកុំតែកុំភ្លេចថាវាមានល្បិចរៀងខ្លួនទាំងអស់ក៏ប៉ុន្តែដល់យើងមើលក្រុមការងារចរចារបស់ដូណាល់ត្រាំនេះគីឡូវាអត់ដល់សោះរបស់តែយើងមើលឃើញថាលោកសេលេនស្គីគីឡូអន់ជាងរុស្ស៊ីមែនក៏ប៉ុន្តែគេមានបងរបស់គេគ្នារបស់គេគឺអឺរ៉ុបជួយដោយឡែកដូណាល់ត្រាំក៏ថាមានតែអញនេះថ្ងៃមុនឲ្យសម្ភារម្សិលមិញនេះឯង
សម្ភាសលើយន្តហោះ Force One របស់គាត់គាត់ថាមានតែគាត់ទេលើโลกនេះដែលអាចទាញពូទីនបានគ្មាននរណាទាញបានទេមានតែគាត់ទេដែលអាចទាញពូទីនបានលើโลกនេះគាត់នៅមានជំនឿហើយគាត់មានជំនឿលើខ្លួនគាត់ខ្លាំងណាស់ដូណាល់ត្រាំតែអ្វីដែលយើងបារម្ភគឺខ្លាចលោកថាគាត់វាមិនដល់ពូទីនវាមិនទៅទាញត្រាំទាញពូទីនទៅពូទីនអូសត្រាំប្រច្រាស់ជើងវិញពួកគាត់ឲ្យសម្ភារគាត់ថាមានតែគាត់ទេលើโลกនេះដែលអាចទាញលោកពូទីនបានដល់ឲ្យយើងគេទាំងអស់គ្នាគិតទៅវិញគេថាបើទាញបានអានឹងវាអស់ហើយល្អហើយតែខ្លាចវាមិនទាញទេយើងមើលសពថ្ងៃនេះវាមិនមែនទាញពូទីនទេពូទីនទាញត្រាំវិញទេប្រច្រាស់ជើងទៀតផងទាញប្រច្រាស់ជើងទៀតផងមិនទាញស្រួលបួលទេអូហើយទាំងណាត់ទាំងឡាយទៀតផងអូកវត្តទៀតផងតាមពូទីនទាញត្រាំមកតែចេះតែទ្រាំហើយពួកចង់បានផលប្រយោជន៍អូហូរឿងផលប្រយោជន៍នេះធំណាស់ទៀតធំណាស់ឥឡូវនេះខ្ញុំបាទចង់ជម្រាបថាប្រហែលថ្ងៃដែលខ្ញុំបាទមិនបាននៅហើយក៏មិនបានជម្រាបជូនព័ត៌មានឲ្យទាន់ហេតុការណ៍នោះឥឡូវនេះវាឈានទៅដល់កម្រិតមួយដែលចរចាគ្នាឥឡូវនេះក្រុមរបស់រុស្ស៊ីនិងក្រុមរបស់អ៊ុយក្រែនអាមេរិក3ក្រុមនឹងកំពុងស្ថិតនៅទីក្រុងរីយ៉ាតនៃប្រទេសអារ៉ាប៊ីសាអូឌីតមក3-4ដូចជា2ថ្ងៃអាទិត្យបើខ្ញុំបានមិនច្រឡំទេហើយរួចហើយបានជួបគ្នាហើយជួបគ្នាដាច់ដោយឡែកដូចជាជួបក្រុមរុស្ស៊ីនឹងដល់ទៅ12ម៉ោងណាទៀតណា